យើងអានយើងមិនយើងចេះចិត្តចង់តែអានទេអ្វីដែលសំខាន់គឺជ្រើសរើសសៀវភៅណាដែលត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់យើងទៅធ្វើឲ្យការអានរបស់យើងមានការរីកចម្រើនជំរាបសួរមកពីខាងណាដែរមកពីខាងសាលាគ្រូសខេត្តកំពង់ចាមអញ្ចឹងអូដល់ពេលឥឡូវចេញមកពីបរិញ្ញាឬក៏ចេញមកពីរៀនចេញមកពីបរិញ្ញាមកពីបរិញ្ញាណាចុះមកពីបរិញ្ញាមិនក៏មិនទៅផ្ទះញ៉ាំស៊ុបញ៉ាំអីហីឆ្លៀតមកអានសភៅទៅអីញ៉ាំហើយយើងកម្លាំងមកអានអូចុកចាប់ខ្ញុំមានសំណួរមួយគេថាអ្នកអានថ្ងៃនេះនឹងខ្លាចទៅជាអ្នកដឹកនាំនាពេលអនាគតយល់ឃើញបែបម៉េចដែរយ៉ាមានណាមកតែអាយ៉ាបងស្រីមុនគេថា today is a reader tomorrow is a leader មិនដែរគ្នាយើងអាកាសលីដាមុនតើសម្រាប់ខ្ញុំគិតថាបើសិនជាយើងអានសភៅណាបើសិនជាគិតថាវិទ្យាទៅនឹងការដឹកនាំឬក៏ពាក់ព័ន្ធនឹងចំណេះដឹងល្អច្រើនអញ្ចឹងមានន័យថាទាំងអស់ហ្នឹងវាអាចជួយយើងជាគំនិតមួយដើម្បីកសាងខ្លួនឯងបដោះនៅសមត្ថភាពខ្លួនឯងផ្ទាល់ផងហើយនឹងគំនិតខ្លួនឯងផងដើម្បីឈានទៅដល់ការអភិវឌ្ឍសមត្ថភាពការខ្ពស់ទៅមុខទៀតអូខេគាត់ចុះខាងនេះមួយទៀតមកបើសម្រាប់ខ្ញុំមានយោបល់ដូចគាត់ដែរអ្វីដែលសំខាន់គឺការអានហើយការអានអ្វីដែលសំខាន់គឺការជ្រើសរើសយកសៀវភៅណាដែលជាចំណង់ចំណូលចិត្តរបស់យើងអានយើងមិនមែនយើងចេះចិត្តចង់តែអានទេអ្វីដែលសំខាន់គឺជ្រើសរើសសៀវភៅណាដែលត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់យើងទៅធ្វើឲ្យការអានរបស់យើងមានការរីកចម្រើនហើយមួយវិញទៀតទៅធ្វើឲ្យយើងមានការវិវត្តទៅលើការគិតរបស់យើងដែរទៅធ្វើឲ្យយើងមានតែគេថាជាចន្ទៈក្នុងការដឹកនាំនៅថ្ងៃខាងមុខអូខេចុះសកម្មភាពនៃការអានសៀវភៅក្មេងៗមកអញ្ចឹងឬក៏បងដេគាត់រៀបចំអញ្ចឹងតើនឹងអាចជះឥទ្ធិពលអីខ្លះសម្រាប់អ្នកគ្រូឬក៏លោកគ្រូនាពេលអនាគតទៅពេលទៅខ្លាចទៅជាគ្រូបរិញ្ញាមែនតើហ្មងពេញសិទ្ធការដែលលោកគ្រូអុកវ៉ាន់ដេគាត់បានចែករំលែកនៅសៀវភៅទាំងអស់ហ្នឹងគឺវាបានជាឥទ្ធិពលខ្លាំងដល់លោកគ្រូអ្នកគ្រូជាច្រើនដូចជាគាត់បានចែករំលែកនៅសៀវភៅដែលមានសៀវភៅជាច្រើនដែលលោកគ្រូអ្នកគ្រូខ្លះគាត់បានរៀនហើយលោកគ្រូអ្នកគ្រូខ្លះដឹងថាគាត់បានរៀនប៉ុន្តែគាត់បានមានចំណេះដឹងបានច្រើនទេអញ្ចឹងគាត់ត្រូវការសិក្សាស្វែងយល់សិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើសៀវភៅដែលត្រូវជាមួយនឹងជំនាញឬក៏ត្រូវជាមួយនឹងអ្វីដែលគាត់ត្រូវបង្រៀនអញ្ចឹងហើយការចែករំលែកសៀវភៅទាំងអស់ហ្នឹងក៏វាមានសារៈប្រយោជន៍ខ្លាំងមែនទែនសម្រាប់ឲ្យលោកគ្រូអ្នកគ្រូជាច្រើនដែលគាត់ស្រាវជ្រាវទៅលើអ្វីដែលគាត់ត្រូវយកទៅបង្រៀនបន្ថែមជាធម្មតានៅគ្រូកុសលគេបរៀនយើងច្រើនហើយគេថែមក្បាច់គុណឲ្យយើងច្រើនទាំងចំណេះដឹងទាំងបច្ចេកទេសបរៀនចាំបាច់អីអាពេលល្ងាចនឹងមកថែមចំណេះដឹងថែមបទពិសោធន៍នៅកន្លែងអានសៀវភៅនេះទៀតចំពោះការរៀនយើងដឹងថារៀនមិនមានការរៀនមិនចេះចប់យើងត្រូវរៀនពេញមួយជីវិតអញ្ចឹងហើយយើងត្រូវការសិក្សារៀនបន្ថែមទៀតរៀនពេញមួយជីវិតគឺរៀនរហូតគ្មានថ្ងៃបញ្ឈប់អញ្ចឹងហើយយើងត្រូវការបើសិនជាយើងចេញមកពីរៀនហើយយើងត្រូវបន្ថែមចំណេះដឹងបន្ថែមទៀតអរគុណ